Victoria là ní cột lăng tà nấyធ្វើជាជំនួយការរបស់ថាញ៉ាហើយហើយដែលឯកសារច្រើនពេកធ្វើមិនទាំងអស់ដល់ទៅពេលចឹងទៅ Victoria ហ្នឹងក៏បានប្រាប់ថាខ្លួនហ្នឹងបានប្រមូលគ្នាមក12នាក់ទៀតឯកសារហ្នឹងធ្វើតាម plan ហ្នឹងហើយថាញ៉ានេះខកចិត្តហ្មងដឹងចឹងទុកនៅជួរមុខនៅ Ryan ឲ្យងាប់សោះឥឡូវហ្នឹងមកតប៉ែធ្វើឲ្យខូចផែនការឯងឯណាឥឡូវនេះតប Mac 2នាក់ចេញមកសម្ភាសដើម្បីទៅធ្វើការជាមួយនឹងថាញ៉ាក៏ប៉ុន្តែគាត់បរាជ័យភ្លាមដោយសារតែថាញ៉ាគាត់ប្រើ spell hologram ហើយ2នាក់ហ្នឹងមើលអត់ដឹងក៏បញ្ជូនទៅក្រៅជាយន្តហោះទៅស្រុកវិញ Victoria ដែលឃើញចឹងក៏ដាស់តឿនទៅកាន់តាញ៉ាថាថ្នាក់លើហ្នឹងបន្ទឿនឲ្យរៀបចំឯកសាររើសពលទៅហ៊ានទៅឲ្យលឿននាំថ្នាក់លើមកមើលមកថាមូលហេតុអីដែលនាងទម្លាក់ដោយសារតែប្រើប្រាស់ spell illusion បាំងភ្នែកពួកនឹងតិចសោះក៏វាមើលមិនដឹងអីចឹងណាក៏ប៉ុន្តែក៏ជាប់ពលទៅហ៊ានចំនួន12នាក់ដែរប៉ុណ្ណឹងល្មមគ្រប់ passport ចេញទៅសមរភូមិបានហើយលោកឧត្តមសេនីយ៍ហែហ្នឹងក៏ប្រាប់ថាឲ្យ low standard តិចមកបើធ្វើម្លឹងគឺគ្មានកងទ័ពទៅជាមួយនោះទេថាញ៉ាហ្នឹងក៏ប្រាប់ថាអូខេ low standard ក៏បានតែប៉ុន្តែគាត់ត្រូវការពេលវេលាដើម្បីវឹកវើនកងទ័ពរយៈពេល1ខែគឺវាលឿនមែនទែនការវឹកវើនកងទ័ពថ្មីនឹងចំណាយពេលដល់ទៅ2ឆ្នាំឯណោះលោកឧត្តមសេនីយ៍ហែនគាត់ក៏ថាមិនអីទេអញ្ចឹងយកវឹកហាត់1ខែក៏បានដែរទោះហឹង្សាឬក៏ខុសខើប៉ុណ្ណាក៏បានដែរឲ្យតែវាមានសមត្ថភាពទៅប្រយុទ្ធបានកងទ័ពដែលសម្ភាសជាប់ជាមួយនឹងថាញ៉ាហ្នឹងក៏ទៅដេកនៅជំរំវឹកហាត់ពាក់កណ្ដាលយប់នឹងថាញ៉ាក៏ទាញកាភ្លើងមកបាញ់នៅកន្លែងដេកនឹងឲ្យខ្ទេចតែម្ដងបន្ទាប់មកក៏បង្រៀនពួកនឹងឲ្យហាត់ពីរបៀបការពារខ្លួនពីការទម្លាក់គ្រាប់បែកមករយៈពេល30ម៉ោង Victoria ដែលគាត់ចំណាយពេលនៅជាមួយថាញ៉ារៀងច្រើនដែរគាត់ដឹងច្បាស់ហ្មងក៏ទៅទាញប៉ែលកាយដៃដើម្បីការពារខ្លួនមុនគេបន្ទាប់មកថាញ៉ាក៏បានបាញ់គ្រាប់ឡើងទៅលើឲ្យពួកនឹងការពារខ្លួនស្រាប់តែគ្រាប់ធ្លាក់មកហ្នឹងមានតែគ្រាប់បែកផងអីផងពួកនឹងវេទនាមែនទែនរយៈពេល30ម៉ោងដើម្បីការពារខ្លួនឲ្យរស់បន្ទាប់ពីការពារខ្លួនអស់រយៈពេល30ម៉ោងហើយថាញ៉ាគ្មានឲ្យពួកនឹងស៊ីបាយតនណាក៏ទៅវឹកហាត់វគ្គមួយទៀតដែលយើងត្រូវធ្វើដំណើររយៈពេលវែងឲ្យប្រើប្រាស់ spell ការពារខ្លួនឬក៏ spell វាយទេតា detect ទៅដឹងថាពួកនឹងប្រើប្រាស់ spell មួយថាញ៉ានឹងបាញ់ spell សម្រាប់ពួកនឹងចោលបន្ទាប់មកថាញ៉ាក៏ឲ្យ map ពួកនឹងមើលដើម្បីធ្វើដំណើរថ្មើរជើងទៅកាន់ទិសដៅដែលនាងបានកំណត់ធ្វើដំណើរទាំងយប់ទាំងថ្ងៃកាត់ព្រៃផងឲ្យផងស្រាប់តែឃើញជំរំទ័ពសត្រូវនៅខាងមុខអញ្ចឹងទៅមានតែជំរឿនមួយដើរផ្លូវវាងនឹងឯងដើរផ្លូវវាងកាត់ភ្នំវាកាន់តែឆ្ងាយជាងមុនមានតាហ៊ានមួយនឹងខឹងជាមួយនឹងថាញ៉ាខ្លាំងពេកក៏ស្រែកជេរស្រាប់តែ Snow ឬក៏តកនៅលើភ្នំនឹងក៏បានបាក់ចុះមកក្រោមធ្វើឲ្យពួកនឹងរត់តប៉ាត់តប៉ាយកប់នៅក្នុង Snow ពេញហ្នឹងអ្នកខ្លះក៏ងើបមកទាំងទៅដល់ខ្យល់ឬខ្លួនខ្លះទៀតក៏កប់នៅក្នុង Snow ងើបមកមិនរួចហើយក៏មានអ្នកស្លាប់ផងឯផងថាញ៉ាក៏មកគក់អ្នកដែលស្លាប់ហ្នឹងធ្វើឲ្យ Snow ដែលនៅក្នុងសួររបស់ពួកវាខ្ទាតចេញមកក្រៅបន្ទាប់មកក៏ទៅចាប់ទាញទាហានផ្សេងទៀតដែលកប់នៅក្នុង Snow ចេញមកក្រៅរួចហើយក៏ប្រាប់ពួកវាថាបើគ្រាន់តែឧបសគ្គនៅក្នុងការវឹកហាត់គិតមិនបានមុនតែប៉ុណ្្នឹងសោះក៏ធ្វើមករួចទៅហើយក៏បោះបង់ចោលតែមកទៅរយៈពេល48ម៉ោងហ្នឹងដើរមកដល់ទីតាំងដែលនាងបានដាក់នោះទេស្រាប់តែទាហានអស់ហ្នឹងក៏បានលើកដៃគោរពទៅកាន់ថាញ៉ាប្រាប់ថាខ្លួននឹងខិតខំធ្វើ mission មួយហ្នឹងឲ្យ complete ព្រោះថាខ្លួនអត់ហ៊ានឈប់តែឈប់ទៅខ្លាចថាញ៉ាស្លាប់ចោលដល់ទៅពេលចឹងទៅផែនការរបស់ថាញ៉ាដែលចង់បាក់ស្បារបស់តាហ៊ានហ្នឹងក៏បរាជ័យដដែលការវឹកហាត់ហ្នឹងក៏ចេះតែបន្តមករហូតដល់រយៈពេល1ខែក្រោយមកហើយតាហ៊ានដែលថាញ៉ាពំវឹកទាំងប្របានមកហ្នឹងក៏ចាប់ផ្ដើមរឹងមាំនិងចេះប្រើប្រាស់សិលគ្រប់គ្នាដល់ពេលបិទវគ្គវឹកហាត់ថាញ៉ាហ្នឹងគាត់ក៏ធ្វើសេចក្តីថ្លែងការណ៍ប្រាប់ទៅកាន់តាហ៊ានគ្រប់គ្នាដើម្បីឲ្យមានស្មារតីរឹងមាំជាងមុនអីចឹងណាតែតាមពិតថាញ៉ាចង់ឲ្យពួកនឹងឈប់សឹងអីហ្នឹងឥឡូវនេះបែរជាពួកនឹងរឹងមាំជាងមុនដដែលមកដល់ office វិញថាញ៉ាគាត់ក៏រៀងបាក់ស្បាតមែនតើរាងកាយរបស់គាត់ដោយសារតែគាត់ប្រើប្រាស់គ្រឿងអលង្ការប្រភេទ95ហ្នឹងច្រើនពេកហើយបន្ទាប់មកហ្នឹងក៏មានសម្បត្តិមួយដែលក៏ហៅតាញ៉ាទៅជួបគ្នាជាមួយ Eric ហើយក៏សួរនាំសុខទុក្ខគ្នាទៅមកថានៅសមរភូមិមិនខ្លាយចឹងណាបន្ទាប់មកថាញ៉ាហ្នឹងក៏សួរថាមិនក៏ដូរទិសតាំងឲ្យខ្លួនហ្នឹងទៅផ្នែកខាងត្បូងវិញព្រោះថាទីតាំងដែលខ្លួនគ្រោងនឹងទៅពីត្បូងហ្នឹងឥឡូវនេះក៏មានស្ថិរភាពវិញហើយ Eric គាត់ប្រាប់ថាគាត់ទទួលបញ្ជាពីថ្នាក់លើមកដែរទេវាជាការសម្រេចចិត្តរបស់ថ្នាក់លើនៅពេលដែលគាត់តាមស៊ើបគ្រប់សមរភូមិព្រំប្រទល់ទាំងអស់អញ្ញាគាត់ក៏ប្រកែកប្រាប់ថាកងទ័ពរបស់គាត់ត្រូវការវឹកវើរយៈពេលយ៉ាងហោចណាស់ក៏6ខែទៀតព្រោះថា1ខែដំបូងហ្នឹងគ្រាន់តែវឹកហាត់ basic ឯធម្មតានោះទេក៏ប៉ុន្តែ Eric គាត់ក៏ប្រាប់ថាកងទ័ពទាំងអស់ហ្នឹងក្រោយពីចេញពីឋានៈទៅក៏វឹកហាត់ប្រើប្រាស់គ្រឿងអលង្ការប្រភេទ97ក៏ដូចជាការហោះហើរទៅលើអាកាសបាន18គីឡូម៉ែត្របានយ៉ាងសតជំនាញទៀតដល់ពេលអញ្ចឹងទៅឥឡូវនេះខាងថ្នាក់លើហ្នឹងក៏គិតថាកងទ័ពរបស់ឋានៈអាចប្រើប្រាស់ទៅកាន់សមរភូមិបានយ៉ាងធម្មតានៅពេលដែលគាត់ចេញទៅគាត់ក៏បានផ្ដល់ដំបូន្មានមួយដែលជាដំបូន្មានផ្ទាល់ខ្លួនទៅកាន់ឋានៈហ្មងថាបើទៅផ្នែកខាងត្បូងហើយក៏គួរតែស៊ើបពីប្រវត្តិទីតាំងភូមិសាស្ត្រខ្លះរបស់ប្រទេសដាខៀនទៅកំពុងតែសិក្សាពីប្រទេសដាខៀនសកហ្នឹងក៏ស្រាប់តែមានគេរាយការណ៍តាមប្រព័ន្ធទូរគមនាគមន៍មកថានៅផ្នែកដាខៀនហ្នឹងគេកំពុងតែសម្រុកចូលមកឈ្លានពានទឹកដីយើងហើយ
ស្កេនមើលទៅគ្មានឃើញកងទ័ពអាកាសណាមួយនៅជំរំពួកដៃគៀនដែលចូលមកឆ្លៀងពីទឹកដីយើងនោះទេថាញាក៏គិតថាវាជាល្បីរបស់សត្រូវដែរក៏ប៉ុន្តែស៊ើបមើលយ៉ាងណាក៏នៅតែមិនឃើញបន្ទាប់មកថាញាក៏ទៅជួបកងទ័ពរបស់ខ្លួនជួរទី203ប្រាប់ថាលើនេះការងារមីសិនរបស់យើងមកដល់ហើយទៅតទល់ជាមួយនឹងសត្រូវនៅប្រទេសដៃគៀនដែលកងទ័ពរបស់ពួកវាបញ្ជូនមកដល់ទៅ6សែននាក់ឯណោះក៏តែគ្មានទ័ពអាកាសមួយទេទៅដល់សមរភូមិជួបគ្នាជាមួយនឹងកងទ័ពថ្មើរជើងរបស់ដាគៀនហើយក៏ឲ្យកងទ័ពរបស់ខ្លួននឹងចែកចេញជាប្រមាណក្រុមរួចហើយក៏ឲ្យមួយក្រុមបាញ់យកទៅកាន់កងទ័ពថ្មើរជើងបាញ់សម្រាប់កងទ័ពរបស់ដាគៀនមួយស្ទុះក្រោយមកក៏ស្រាប់តែឃើញពួកហ្នឹងក៏ចាប់ផ្ដើមចេះផ្គុំ information ទៅជា2ក្រុមរួចហើយក៏បានបាញ់ទៅកាន់កងទ័ពមេឃរបស់ថាញាដោយឃើញអនុសនីយ Vice គាត់ក៏ចេះតែឲ្យគ្នាដកថយអត់មានប្រាប់ពីក្បួនខ្នាតអីត្រឹមត្រូវអញ្ចឹងថាញាខឹងមែនតើតាមានកងទ័ពអាកាសរបស់ខ្លួនណាមួយដួលស្លាប់ប្រកាសជាសម្រាប់ Vice នឹងមុនគេហើយបន្ទាប់មកក៏នាំគ្នាហោះកាត់ពីលើកងទ័ពរបស់សត្រូវរួចហើយក៏ទម្លាក់គ្រាប់បែកជាច្រើនចុះទៅក្រោមសម្រាប់ពួកវាតែម្ដងបន្ទាប់ពីផ្ដួលសត្រូវនៅផ្នែកខាងមុខរួចរាល់ហើយក៏ទៅរកមើលទីជំរំរបស់ពួកវាអញ្ចឹងចុះទៅដល់ក្រោមហ្នឹងក៏ជួបគ្នាជាមួយនឹងមេទ័ពក៏ដូចជាកងទ័ពមួយផ្នែកតូចផ្សេងទៀតលោកមេទ័ពហ្នឹងក៏ទាញភ្លើងមកបាញ់ពួកហ្នឹងយកមកក៏ប៉ុន្តែបាញ់ស្អីកើតបើប្រើប្រាស់ magic រាំងគ្រាប់ចិត្តអស់ហើយបន្ទាប់មកនេះក៏សួរទៅកាន់មេទ័ពថាមកលេងប្រទេសខ្លួនហ្នឹងមានយកអត្តសញ្ញាណប័ណ្ណ visa មកអត់ដោយពួកហ្នឹងបាញ់ឈប់ចឹងបែបជាគ្មានអត្តសញ្ញាណប័ណ្ណគ្មានអីមើលទៅក៏ជាកូនចៅឲ្យបាញ់ពួកហ្នឹងស្លាប់ចោលអស់រលីងរួចហើយក៏ប្រមូលទ្រព្យសម្បត្តិស្បៀងអីផ្សេងយកមកប្រទេសខ្លួនឲ្យអស់កងទ័ពយូនីតផ្នែកផ្សេងទៀតរបស់ថាញាហ្នឹងគាត់កំពុងតែនៅផ្នែកខាងលើបាញ់ទៅកាន់សត្រូវទៀតនៅឡើយដល់ទៅពេលចឹងទៅថាញាក៏បបួលគ្នាដែលនៅសេសសល់ដើម្បីសម្រុកចូលទៅកាន់ទីក្រុងរបស់ពួកវាតែម្ដងដើម្បីចង់ដឹងតែសមត្ថភាពមើលក៏ដូចជាបញ្ជាក់ទៅកាន់ថ្នាក់លើផងដែរថាតើសមត្ថភាពក្រុមកងទ័ពរបស់ខ្លួនដែលបានបង្ហាត់ហ្នឹងអាចធ្វើស្អីបានខ្លះមើលទៅហើយទៅដល់ទីក្រុងរបស់ដាគៀនហើយក៏ឃើញថាទីតាំងរោងចក្រផលិតគ្រាប់ក៏ដូចជាបន្ទាយទាហានផ្សេងៗហ្នឹងក៏ចាប់ទីតាំងបានហើយបន្ទាប់មកក៏រៀបនឹងវាយសម្រុកចូលទៅតែហ្មងហើយក៏ប៉ុន្តែថាញាគាត់ប្រាប់ថាពួកយើងមិនមែនជាប្រភេទចោលដែលវាយមិនគិតពីច្បាប់អន្តរជាតិនោះទេចឹងទៅក៏យកស្អីមកមួយប្រកាសប្រាប់ពួកហ្នឹងថាយើងមិនតិចទៀតនឹងវាបហាទៅងាកមើលគ្រប់គ្នាក៏គ្មានឃើញពីណាគេអាចនិយាយកើតនោះទេក៏សម្រេចចិត្តថានឹងយកមីក្រូមកនិយាយខ្លួនឯងតែម្ដងក៏ប៉ុន្តែថាញាគាត់និយាយជាសម្លេងក្មេងប្រាប់ឲ្យរៀបចំកងទ័ពដើម្បីតទល់ជាមួយនឹងគេមកព្រោះថាខ្លួនកំពុងតែរៀបចំវាយបហាទៅកាន់ទីតាំងរោងចក្រផលិតគ្រាប់ក៏ដូចជាបន្ទាយទាហានរបស់ពួកឯងហើយក៏ប៉ុន្តែពួកហ្នឹងគ្មានពីណាគេយកចិត្តទុកដាក់នោះទេដែលគិតថាវាគ្រាន់តែជាក្មេងដែលប្រេងលេងអីចឹងណាវិធីសាស្ត្ររបស់ឋានញាមួយនេះពិតជាជោគជ័យមែនទែនដោយគ្រប់គ្នានឹងគ្មានគិតថាណាគេនឹងមកវាយខ្លួននោះទេហើយវាក៏ស្របច្បាប់ជាមួយនឹងអន្តរជាតិផងដែរដែលខ្លួននឹងប្រកាសបានមុនដែរបន្ទាប់មកក៏នាំគ្នាបាញ់សម្រុកទៅកាន់រោងចក្រផលិតគ្រាប់ក៏ដូចជាបន្ទាយទាហានផ្សេងៗឡើងខ្ទេចតែម្ដងបន្ទាប់ពីបួងសួងទៅកាន់ព្រះជាម្ចាស់និងបាញ់ប្រហារទៅកាន់សត្រូវរួចហើយក៏នាំកូនចៅត្រឡប់មកកាន់ទីតាំងគោលដៅរបស់ខ្លួនវិញ7ថ្ងៃក្រោយបន្ទាប់ពីវាយប្រហារទៅលើដាខៀនរួចហើយខាងថ្នាក់លើក៏ប្រជុំគ្នាម្ដងទៀតឥឡូវនេះការតទល់ជាមួយនឹងសត្រូវនៅព្រំដែននោះគឺមាន3តំបន់ជាមួយនឹង Republic ជាមួយនឹង Antanalian ជាមួយនឹង Dakian ហើយលោកមេតបខឺតហ្នឹងក៏សឹកចេះឲ្យសេរីសត្រូវណាដែលវាខ្សោយជាងគេមុនដូចជា Dakian ពីព្រោះថាគម្រោងការឬក៏ផែនការសង្គ្រាមរបស់ Empire គឺត្រៀមខ្លួនទប់ទល់ជាមួយនឹងសង្គ្រាមលោកនៅពេលដែលចូលមកដល់អញ្ចឹងទៅសត្រូវណាដែលខ្សោយក៏គួរតែកម្ចាត់វាឲ្យសាបសូន្យមុន Eric ក៏ថានៅ Dakian ប្រើប្រាស់កងទ័ពធម្មតាក៏កម្ចាត់ចោលបានដែរគោលដៅបន្ទាប់គឺ Antanalian ហើយនៅកន្លែងហ្នឹងខ្សែបន្ទាត់ដើម្បីផ្គត់ផ្គង់ស្បៀងអាហារទៅកាន់កងទ័ពហ្នឹងវាខ្សោយហើយណាមួយវារដូវរងាផងអញ្ចឹងទៅគឺយើងមិនអាចវាយប្រហារទៅកាន់សត្រូវនៅ Antan បានទេប៉ុន្តែលោកមេតបធំជាគេខឺហ្នឹងក៏នៅតែសឹកចេះឲ្យវាយប្រហារ Antanalian ដដែលបញ្ហាខ្វះស្បៀងហ្នឹងវាមិនជាបញ្ហាប្រមាណនោះទេដោយមានជួរកងទ័ពពិសេសមួយដែលជាសិលឹកអារបស់ឧត្តមស្នេហ៍ Han ជួរទី203ដឹកនាំដោយថាញាក៏ប្រកាសក្រុមកងទ័ពរបស់ខ្លួនថាពួកយើងនឹងមានមីសិនថ្មីទៅផ្នែកខាងជើងដើម្បីប៉ះគ្នាជាមួយនឹង Antan បន្ទាប់ពីធ្វើការថ្លែងការណ៍ទៅកាន់កងទ័ពរួចរាល់ហើយក៏ឲ្យអនុសេនីយ៍ To West ដើម្បីបញ្យល់ផែនការប្រាប់ទៅកាន់កងទ័ពទៅការឆ្លៀនពៀមួយនេះហាក់បីដូចជាចម្លែកឋានញានឹងគាត់ក៏គិតបែបហ្នឹងដែរសំបីតែ Victoria តាមគាត់គិតមើលរឿងរ៉ាវហ្នឹងគឺវាផ្លាស់ប្ដូរលឿនមែនទែនសង្គ្រាមលោកហ្នឹងក៏ឆាប់ចូលមកដល់ដូចគ្នាបើតែម៉ាក់ហ្នឹងហើយគាត់ក៏គិតថាពួកភាវៈអិចហ្នឹងច្បាស់ជារៀបគម្រោងធ្វើឲ្យរឿងហ្នឹងកើតឡើងជាមិនខានខាងថ្នាក់លើរបស់ Antanalian ឯវិញក៏កំពុងតែប្រជុំគ្នារកមើលសុំជំនួយពីប្រទេសមហាអំណាចជិតខាងព្រោះថាខ្លួនហ្នឹងមិនចង់មានវាសនាសាបសូន្យដូចជា Dakian នោះទេខាងទីតាំងបន្ទាយទាហានខាងជើងដែលកំពុងតែតទល់ជាមួយនឹងសត្រូវមកពី Antan Dakian ហ្នឹងក៏កំពុងតែរងការវាយប្រហារជាខ្លាំងបើរងមិនជាប់ច្បាស់ជាស្បៀងនៅផ្នែកខាងជើងហ្នឹងខូចខ្ទេចវាយប្រហារជាមួយនឹងសត្រូវមិនបានឡើយហើយបន្ទាប់មកស្រាប់តែឃើញមានយន្តហោះចម្បាំងមកជាច្រើនបាញ់ប្រហារមកកាន់ទ័ពអាកាសរបស់ Empire ទៀតស្នើសុំទៅខាងថ្នាក់លើដែរក៏ប៉ុន្តែក៏មិនទាន់ឲ្យដកថយនោះទេស្រាប់តែកំភ្លើងបានបាញ់សម្លាប់កងទ័ពអាកាសបានជាច្រើនអ្នកហើយក៏ខាង Communicate ហ្នឹងប្រាប់ឲ្យដកថយបានព្រោះថាទ
តជំនួយមកដល់ហើយតជំនួយនេះគឺជាទ័ពដែលដឹកនាំដោយថាញានឹងឯងថាញាក៏រៀបចំគម្រោងការវាយប្រហារទៅកាន់សត្រូវជាមួយនឹងគ្នាបន្ទាប់មកក៏ចាប់ផ្ដើមអនុវត្តមេបញ្ជាការ Henrik នៅកន្លែងទីតាំងតាក់ទងទៅកាន់កងទ័ពទូទៅនេះវិញហ្នឹងក៏រៀបចំនឹងយកទ័ពជំនួយបន្ថែមទៀតដើម្បីទៅជួយក៏ប៉ុន្តែអ្នកកាន់ខាងសារគមនាគមន៍ហ្នឹងស្កេនមើលទៅក៏ឃើញថាដូចជាមិនត្រូវការជំនួយអីទេព្រោះថាកងទ័ពម៉ែកដែលផ្ដល់មកហ្នឹងដូចជាលឿនមែនទែនល្បឿនហោះពួកគេមិនមែនដូចជាម៉ែកធម្មតានោះទេគឺល្បឿនលឿននិងហោះខ្ពស់ជាច្រើនគីឡូម៉ែត្រដូចជាយន្តហោះចម្បាំងអញ្ចឹងងាកមកទីតាំងប្រយុទ្ធគ្នានេះវិញហ្នឹងកងទ័ពរបស់ថាញាគាត់ក៏កំពុងតែវេទនាជាមួយនឹងសត្រូវជាខ្លាំងហើយបន្ទាប់មកថាញាក៏ប្រកាសប្រាប់គ្រប់គ្នាថាមិនដែរបាញ់គ្នាសប្បាយអត់លើកនេះគឺខុសគ្នាកាលពីវាយគ្នាជាមួយនឹងដាខៀនព្រោះថាលើកនេះទ័ពជំនួយដែលបញ្ជូនមកហ្នឹងគាត់ប្រកែកអស់ហើយដើម្បីឲ្យកងទ័ពរបស់គាត់ហ្វឹកហាត់ហើយគាត់ក៏និយាយលើកទឹកចិត្តទៅកាន់កងទ័ពរបស់គាត់ផងដែរថាគាត់បានយកស្រាមកច្រើនដបមែនតែននៅពេលដែលប្រយុទ្ធចប់ចាំផឹកជុំគ្នាឮអញ្ចឹងហើយកងទ័ពរបស់ថាញាហ្នឹងមិនបានខឹងសម្បាទៅកាន់ថាញាអីនោះទេក៏កើនទឹកចិត្តប្រយុទ្ធគ្នាជាមួយនឹងសត្រូវកាន់តែខ្លាំងឥឡូវនេះយើងឃើញថាកងទ័ពរបស់សត្រូវហ្នឹងមកទាំងយន្តហោះទាំងកងទ័ពម៉ែករបស់គេហើយបន្ទាប់មកថាញាហ្នឹងក៏បានបញ្ជាឲ្យវីកតូរីយ៉ាជាមួយនឹងកូនចៅឲ្យសេរីកងទ័ពម៉ែកទៅទុកឲ្យខ្លួនកំចាត់ចោលពួកយន្តហោះចម្បាំងទាំងអស់នោះព្រោះថាខ្លួនហ្នឹងចង់ឡើងប្រាក់ខែឡើងទៅដល់លើ Co-pilot ហ្នឹងក៏បានប្រាប់ទៅកាន់ pilot របស់ខ្លួនថាមានម៉ែកមួយសម្រាប់ចូលមកហើយក៏ប៉ុន្តែកម្ពស់ពុះស្អីហ្នឹងឡើង10គីឡូម៉ែត្រពីដីហើយនៅតែឡើងមករយទៀតស្រាប់តែពេលហ្នឹងថាញាគាត់ក៏បានហោះមកជន់ពីលើយន្តហោះនឹងត្មងបន្ទាប់មកក៏និយាយ goodbye ទៅកាន់អ្នកបើកយន្តហោះទាំងពីរបន្ទាប់មកក៏ទម្លាក់ក្របបែកមួយទម្លាក់ចូលយន្តហោះហ្នឹងឲ្យផ្ទុះធ្លាក់ចុះទៅក្រោមបានយន្តហោះចម្បាំងដែលឥឡូវហ្នឹងកំពុងតែជួបអាសន្នអន់ក្រទៅហើយក៏ប្រកាសប្រាប់ទៅកាន់ថ្នាក់លើរបស់ខ្លួនរួចហើយក៏ដកកងទ័ពចេញក៏ប៉ុន្តែពេលហ្នឹងថាញាក៏បានបួងសួងទៅកាន់ព្រះរួចហើយក៏បានប្រើប្រាស់ magic ក្នុងខ្លួនបាញ់កំភ្លើងមួយគ្រាប់បែងចែកចេញជាច្រើនគ្រាប់ទៅកាន់យន្តហោះជាច្រើនគ្រឿងឲ្យធ្លាក់ចុះក្រោមបន្ទាប់មកថាញាក៏រាយការណ៍ទៅកាន់ថ្នាក់លើថាខ្លួនបាញ់យន្តហោះជាច្រើនបានធ្លាក់ហើយនៅប្រមាណក្បាលទៀតវាហើរទៅស្រុកវិញដល់ទៅពេលអញ្ចឹងទៅនាងត្រូវធ្វើដំណើរចុះទៅក្រោមដើម្បីទៅប្រមូលយកអ្នក pilot ណាដែលនៅរស់ដើម្បីយកមកសួរចម្លើយអញ្ចឹងណាចុះទៅដល់ក្រោមក៏សួរអាណាកើតដោយសារតែគ្រប់គ្នានឹងខ្ទេចខួរងាប់អស់ហើយស្រាប់តែពេលហ្នឹង PPX វាក៏បានបង្ហាញខ្លួនមកនិយាយនៅក្នុងសាកសពរបស់ pilot ទាំងអស់ហ្នឹងទៅកាន់ថាញាថាមិនដែរគ្រប់គ្នានឹងកំពុងតែស្រេកឃ្លានឈាមរបស់ថាញាខ្លាំងមែនតែនចំពោះអ្នកដែលមិនជឿជាក់ទៅលើព្រះហើយមានអារម្មណ៍មិនដែរនៅពេលដែលវាយគ្នាជាមួយនឹងពិភពលោកទាំងមូលអញ្ចឹងថាញាមួម៉ៅមែនតែននៅពេលដែលដឹងថាពួក PPX ហ្នឹងកំពុងតែកោជាមួយនឹងឆាកជីវិតរបស់ខ្លួនក៏ទាញកំភ្លើងបាញ់ក្បាលសាកសពហ្នឹងអស់ជាច្រើនគ្រាប់បន្ទាប់មកក៏បានហោះចេញទៅបាននៅផ្ទះតូចមួយនេះមានកងទ័ពខាងផ្នែក Antennalia ដែលកំពុងតែស៊ើបអង្កេតពីវត្តមានរបស់ថាញាដែលពួកវានិយាយសម្គាល់គ្នាឲ្យដឹងថា nickname របស់ថាញាហ្នឹងគឺជាបិសាចនៅតំបន់ Ryan កំពុងតែរៀបគម្រោងដើម្បីផ្ញើសារមួយនេះទៅកាន់កងទ័ពផ្សេងៗដើម្បីសេរីថាញាចោលហើយស្រាប់តែងាកមើលទៅកាន់រ៉ាដាទៅឃើញថាថាញាកំពុងតែនៅលើដំបូលផ្ទះមួយហ្នឹងថាញាក៏បានបួងសួងទៅកាន់ព្រះជាម្ចាស់រួចហើយក៏បាញ់កំភ្លើងមួយគ្រាប់ទៅកាន់ផ្ទះមួយហ្នឹងបែកខ្ទេចតែម្ដងវីតូរីយ៉ាហ្នឹងក៏សរសើរទៅកាន់ទឹកដែករបស់ថាញាក៏ប៉ុន្តែមុខរបស់នាងហ្នឹងងាប់ខ្លាំងយកទៅមែនទែនបន្ទាប់មកក៏ប្រាប់ឲ្យគ្នាតាមខ្លួនមកដើម្បីចុះទៅក្រោមសេរីសត្រូវចោលលោកមេតបនៅខាង Republic នេះវិញហ្នឹងក៏មាននារីការមកមួយប្រាប់ថាកងទ័ពរបស់ Antennalia ដែលទៅវាយប្រហារស្បៀងនៅផ្នែកខាងជើងរបស់ប្រទេស Empire ហ្នឹងគឺត្រូវបានបរាជ័យហើយខាង Alien ហ្នឹងក៏ដាស់តឿនមកកាន់លោកមេតបផងដែរថាដកទ័ពចេញពីដាខៀនអត់ការពារចឹងគ្រោះថ្នាក់មែនទែនក៏ប៉ុន្តែមេតបគាត់កំពុងតែមើលប្រាប់ថាឲ្យបិទមាត់សិនគាត់ចង់ធ្វើអីគឺធ្វើនឹងព្រោះថាឥឡូវនេះកំពុងតែបិទញយហើយបន្ទាប់ពីប្រយុទ្ធចប់ហើយថាញាគាត់ក៏មក report ការងារទៅកាន់លោកមេតបក៏ដូចជា Eric ផងដែរបន្ទាប់មក Eric និងលោកមេតបក៏បានសរសើរទៅកាន់ទឹកដែករបស់ថាញាមែនទែនបន្ទាប់មកលោកមេតបហ្នឹងក៏រំពឹងទៅកាន់ថាញាខ្លាំងណាស់ឲ្យសេរីពួកសត្រូវក៏ដូចជា Republic និង Antennalia ទៅព្រោះថាឥឡូវកងទ័ពខាងយើងដូចជារៀងខើចខាងស្បៀងហ្នឹងក៏ខ្វះច្រើនទៀតចូលទៅមានតែសន្លឹកអាត់មួយដែលជាថាញានឹងឯងថាញានឹកឃើញទៅដល់ពួក PVX ដែលគម្រាមខ្លួនកាលពីយន្តហោះធ្លាក់ពីលើកមុនមួម៉ៅក្នុងចិត្តដែរក៏និយាយប្រាប់ទៅកាន់លោកមេតបថាខ្លួននឹងបន្តើពួកហ្នឹងឲ្យណាណីម្ដងងាកមកកាន់ Antennalia នេះវិញយើងក៏ឃើញថា Ancient គាត់បានឡើងតំណែងហើយក៏ប៉ុន្តែគាត់អត់សប្បាយចិត្តនោះទេការដែលឡើងតំណែងហ្នឹងក៏ដោយសារតែមន្ត្រីជាន់លើគាត់ហ្នឹងគឺបានស្លាប់តែប៉ុណ្ណោះបន្ទាប់មកគាត់ក៏បានដករូបថតមួយសន្លឹកមើលទៅកាន់រូបថតកូនស្រីនិងប្រពន្ធកូនរបស់គាត់រួចហើយអេពីសូតហ្នឹងក៏បាន slash នៅត្រឹមហ្នឹងសិនទៅ